គេមានចំនួន complex សិត1សិត2សិត3បំពេញលក្ខខណ្ឌដូចខាងក្រោមសិត1បូក e សិត2ស្មើនឹង1បូក e សិត3ក៏យើងរកតម្លៃដាច់ខាតនេះតម្លៃដាច់ខាតគឺ model ហ្នឹងណាយើងមានសិត1បូក e សិត2ស្មើ1បូក e សិត3ជាអាចសេថាសិត1បូក e សិត2ស្មើសិត3បូក e សិត3ចឹងយើងអាចសេថា e សិត2ដក e សិត3ចេះស្មើនឹងសិត3ដកសិត1ចេះណាចាប់ e ជាកតាទៅបានសិត2ដកសិត3ស្មើនឹងសិត3ដកសិត1យើងចែកវាមកសិត2ដកសិត3ចែកជាមួយនឹងសិត3ដកសិត1ស្មើនឹង1លើ e ប៉ុន្តែគេគណនាអានេះសិត1ដកសិត3ឯក្រមគេអាចចាប់សញ្ញាដកជាកតាក្រោមសិត2ដកសិត3អានេះយើងបានទៅជាសិត1ដកសិត3វិញដល់យើងបដូរមកនេះនៅសញ្ញាដក1លើ e ដក1លើ e យើងអាចសរសេរថា e ការ៉េលើ e ស្រួល e ចោល1ទៅបាន e អញ្ចឹង model វាសិត2ដកសិត3លើសិត1ដកសិត3នេះតម្លៃដាច់ខាតវាអញ្ចឹងវាស្មើនឹងឬការ៉េ0ការ៉េបូក1ការ៉េអញ្ចឹងស្មើ1សំណួរទី2ឲ្យយើងរក a គុយម៉ង់សិត2ដកសិត3លើសិត1ដកសិត3មិញហ្នឹងវាស្មើនឹង e ហ្នឹងបើយើងគិតជាទម្រង់តៃកោណមៀតគឺកូសប៉ុន្មានកូស π លើ2បូក e ស៊ីននេះ π លើ2អញ្ចឹងយើងទាញបាន a គុយម៉ង់របស់វាគឺស្មើនឹង π លើ2បូក2ការ π ការជារបស់សិតណាចម្លើយវាប៉ុណ្ណឹងសំណួរបន្ទាប់មកទៀតរករូបភាពដែលបង្កើតដោយសិត1សិត2សិត3លើប្លង់ចំនួន complex អញ្ចឹងនៅក្នុងប្លង់ចំនួន complex អានេះអពិតនេះអនិមិត្តគឺ e air អាហ្នឹងមាន e នៅហ្នឹងអញ្ចឹងសិត1សិត2សិត3យើងមិនដឹងនៅកន្លែងណាខ្លះទេអបមកថានៅក្នុងនេះចោះសិត1សិត2សិត3អញ្ចឹងគេសួរថារូបភាពដែលបង្កើតឡើងដោយសិត1សិត2សិត3ជាអ្វីអញ្ចឹងយើងមើលជាអីគេនេះវាជាត្រីកោណហ្នឹងត្រីកោណអីបាទអញ្ចឹងយើងមើលយើងរកមិញនោះដោយសិត2ដកសិត3លើសិត1ដកសិត3មិញវាស្មើ1អញ្ចឹងមានន័យថាយើងផ្ដាច់តម្លៃដាច់ខាតជា2ចេះបានណាអញ្ចឹងយើងអាចសរសេរថាតម្លៃដាច់ខាតសិត2ដកសិត3ស្មើនឹងតម្លៃដាច់ខាតសិត1ដកសិត3អាតម្លៃដាច់ខាតហ្នឹងប្រវែងជ្រុងណាសិត2ដកសិត3នេះវាយនេះស្មើនឹងសិត1ដកសិត3នេះវាយនេះអញ្ចឹងមានន័យថាត្រីកោណហ្នឹងវាមានជ្រុង2ស្មើគ្នាបាទមានជ្រុង2ស្មើគ្នានៅសិត1សិត2សិត3ជាត្រីកោណសមបាតមានបាត2ស្មើគ្នាម្យ៉ាងទៀតអាគុយម៉ង់ស្មើនឹង π លើ2បូក2ការ π អញ្ចឹងមានន័យថាមុំដែលផ្គប់ឡើងដល់អាសិត2សិត3យើងមិញអាចជ្រុងសិត2សិត3ជ្រុងមួយនេះសិត1សិត3ជ្រុងមួយនេះឥឡូវមុំវិញនេះ π លើ2ហ្នឹងមុំប៉ុន្មានដឺក្រេប៉ុន្មានដឺក្រេ90អញ្ចឹងមានថាវាកែងចឹងដល់មកយើងបានមុំនៃសិត1សិត3សិត2ហ្នឹងស្មើនឹង90ដឺ
degree បាទអញ្ចឹងនោះសិត1សិត2សិត3ជាត្រីកោណកែងអញ្ចឹងសរុបមកវិញវាកែងផងសមបាតផងបាទអញ្ចឹងតាម1និង2នាំមកយើងបានសិត1សិត2សិត3ជាត្រីកោណកែងសមបាតអានឹងគេមើលអញ្ចឹង